បាទសូមជម្រាបសួរបងប្អូនដែលកំពុងតាមដានទាំងអស់គ្នាខ្ញុំខានចេញផ្សាយយូរហើយតាក់ទងនឹងការផ្សព្វផ្សាយការយល់ដឹងអំពីត្បូងថ្មខ្មែរអញ្ចឹងណាហ្នឹងហើយតែថាជាប់រវល់វក់វីរ៉ូស៊ីផងអញ្ចឹងណាហ្នឹងហើយរូបភាពហ្នឹងគឺពេជ្រពេជ្រណាពេជ្រដែលមិនទាន់ច្នៃគេហៅពេជ្រធម្មជាតិឬក៏ពេជ្រមកពីព្រៃមកណាពេជ្រគេហៅថាភាសាបរទេសគេហៅថាពេជ្រថ្មិញអាណាបានថាវានៅទាំងដុំទាំងដុលវាទាំងធម្មជាតិវាពីនាយមកចឹងណាបន្ទាប់ទៅទៀតណាពណ៌ខៀវហ្នឹងអានោះគឺក្តៀងតែបើយើងមើលឃើញវាទៅឲ្យបែករៀងពណ៌លឿងពណ៌ហ្នឹងយើងថាវាស្រិនដេបៃមិនមែនទេស្រិនដេបៃគឺគេកំណត់ត្រឹមពាក្យភាពរឹងមិនដល់ក្តៀងកទឹមទេស្រិនដេបៃណាវាពណ៌អញ្ចឹងក៏មានដែរអាហ្នឹងចំមកស្អាតហើយប៉ុន្តែវាភាពរឹងវាគឺជ្រាយប្រហែលនិលប្រហែលអីចឹងណាហ្នឹងហើយ8ចុចអីចឹងទេហើយនិលទៅ2ចុចទេហ្នឹងលឿង2ឯងស្រដេបៃលឿង4លឿង3អីចឹងទៅហើយបើកដៀងកទឹមវា9អីហ៎វាលឿណាចឹងហើយចំណាំចឹងទៅហ្នឹងហើយប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់បញ្យល់បន្ថែមតិចថាពេជ្រដែលខ្ញុំនិយាយវារឿងថាវា6ជ្រុងហ្នឹងវារៀងដូចនំចាំងចឹងណានំចាំងយើងនំស្លឹកនំស្លឹកស្រស់ចឹងណាចឹងរៀងវាចឹងខ្លះវាជាចលិនជាកដៀងជាចលិនជាតូប៉ាស់ហើយទេវាប៉ុន្តែវាបាក់គុលទៅយើងមើលទៅឃើញរៀងអញ្ចឹងតែអត់ទេណាមើលមែនតែនពេជ្រវារៀងសញ្ញាខ្វែងត្រីកោណអញ្ចឹងណាខ្វែងត្រីកោណរៀងត្រីកោណវាខ្វែងអញ្ចឹងហ្មងខ្វែងតាមរៀងរើវាណាហើយស្រួច6ជ្រុង3ជ្រុងហ្នឹងគឺតាមសងខាងតែត្បូងរតនគិរីយើងគេហៅត្បូងសើខុនរតនគិរីហ្នឹងគឺមានខ្លះស្តៀងអញ្ចឹងដែរមានរាងត្រីកោណយ៉ាងដែរប៉ុន្តែវាអត់ដល់ទេអត់ទាន់ដល់ភាពរឹងវាអត់ដល់ទេរូបរាងខ្លះចឹងដូចអញ្ចឹងដែរដូចអាពេជ្រហ្នឹងណាហ្នឹងហើយដែលអាពេជ្ររាងហ្នឹងរាងពេជ្រធម្មជាតិមិនទាន់ឆ្នៃអញ្ចឹងខាងរតនគិរីយើងក៏មានអញ្ចឹងដែរស្តៀងអញ្ចឹងទៀតសាច់ពណ៌អីចឹងស្តៀងគ្នាអញ្ចឹងតែអត់ទាន់ដុតហ្នឹងហើយតែមិនមែនជាពេជ្រទេព្រោះភាពរឹងវាពេជ្រចុចមើលផ្លាច់ក្រហមឆ្វាច11 12ចឹងទៅហើយនឹងកដៀងកទឹមអត់ទេអត់ដល់ទេសើខុនហ្នឹងក៏មិនដល់ទៀតចឹងណាត្រឹមមកចុចទៅឃើញក្រហម1 2អី3អីលុតទៅតាមហ្នឹងអីហ្នឹងមិនយកជាការទេព្រោះអីវាភាពរឹងវាអត់ដល់ទេហើយពេជ្រចុចទៅឆ្វាចល្អិលព្រាល់តទៅប៉ះប្រុចទៅមករត់ក្រហមលឿងខៀវនឹងលឿងហើយក្រហមទៅព្រុលឆ្វាចចឹងមកអត់មាននៅតាក់ទ្រាំលុតដល់9ក្រហម2ក្រហម3អីហ្នឹងទោះលុតដល់ក្រហម4ក៏ដោយក៏មិនទាន់ហៅថាពេជ្រដែរតោះទៅដាក់ទៅល្អិលព្រាល់ទៅហើយទី1ព្រោះថាការចុចហ្នឹងគឺថាគ្រាន់តែឲ្យដឹងជាបឋមជាគោលទេថាវារឹងជាងកញ្ចក់រៀងជាងអីដែរអត់ហើយយកអាចចុចមកមើលនឹងជាការអត់បានទេគាត់ដឹងមកផ្នែកទេវាគាត់បើយើងយកទៅដំទៅអីដូចទៅផ្ដាស់ស្កូតជាមួយកញ្ចក់ជាមួយអីហ្នឹងកញ្ចក់គ្នាបានតែ2ចុចហ្នឹងហើយយកតែថ្មអាហ្គេតថ្មស្អីតិចតួចរឹកហ្នឹងកណ្ដៀងចលិនទៅប៉ះអី
តែឆ្កូតក៏វាស្នាមកកញ្ចក់យើងទៅរឿងអីទៅវាស់វែងកញ្ចក់ហ្នឹងរឿងអីទៅពិសោធន៍នឹងដំនឹងអាយុហ្នឹងរឿងអីទៅពិសោធន៍ទៅអាកាត់ស្អីហ្នឹងយើងអ្នកមើលអីគេតម្រាប់គេអាគេកាត់មើលហ្នឹងថ្មអីផ្សេងៗក៏ដោយហ្នឹងលុះត្រាតែគេសម្រេចចិត្តចុងក្រោយគេដឹងថាវាជាស្អីហើយបានគេអាគេកាត់វាតែដំខូចហើយគ្មានអាណាគេទៅដំអីវិសោធន៍ទេគ្មានអ្នកប្រាជ្ញណាគេដំទេមានតែមនុស្សលេលើភ្លឺភ្លឺទេទៅយកទៅចង់ដឹងត្បូងចង់ដឹងថ្មផ្សេងអីអាចផ្កាយអីលេចកើតហ្នឹងយកទៅដំងាញួរឆាបមើលអាហ្នឹងបានអត់ដឹងខ្យល់អីទេអញ្ចឹងខ្ញុំនិយាយហ្នឹងឲ្យវាដឹងហ្នឹងហើយមុននឹងមុននឹងកាត់ថ្មហ្នឹងបានគេផ្សន្មត់គេវិភាគគេមើលច្បាស់ហើយថាជាអ្វីអញ្ចឹងណាគេកាត់ទៅស្អីក៏គេយកដែរអញ្ចឹងណាហ្នឹងហើយយល់ហើយហ្នឹងខ្ញុំមិនថាចិត្តតពីប្តីតែផ្ដាស់យកអីអត់កើតទេកាត់អីប្តីផ្ដាស់អត់កើតស្អីឆ្វាបអីកាត់ស្អីដំស្អីបបែអត់ត្រូវទេហើយមួយទៀតខ្ញុំចង់និយាយថាការថតរូបផ្ញើមកខ្ញុំហ្នឹងនិយាយដដែលដឹងជាមិនដឹងជាមនុស្សស្អីទេដូចជាមិនបានស្ដាប់ខ្ញុំនិយាយថាឲ្យថតក្រោមពន្លឺថ្ងៃកុំថតប្រចាំងភ្លើងផ្លាស់ទូរស័ព្ទនឹងណាកុំថតពេលយប់បើកភ្លើងស្អីក៏វាមិនដូចថ្ងៃដែរថតនៅក្រោមពន្លឺថ្ងៃក្រោតពីគ្រប់ជ្រុងទាំងអស់មកពី3ប៉ុស្តិ៍ស្លឹកផងហើយវីដេអូខ្លីមកឲ្យនឹងដៃមកហ្នឹងបានមើលឃើញយើងមើលតាមរូបថតហ្នឹងវាមិនបាត់ហើយបាត់បងខ្លះទៅរួមថតវាឆ្វាយអត់ដឹងអីទៀតមើលឲ្យដឹងថាស្អីហើយអញ្ចឹងពេលខ្ញុំមិនមើលចឹងដាក់មកខ្ញុំអត់មើលហើយខ្ញុំអត់ឆ្លើយហើយហ្នឹងកុំខឹងខ្ញុំបាននិយាយចឹងច្រើនដងហើយថតក្រោមពន្លឺថ្ងៃកុំប្រើផ្លាស់កុំលាបទឹកកុំស្អីអីយកមកថតកែឆ្នៃហើយយកមកថតឲ្យខ្ញុំមើលមិនដឹងចឹងហើយអាដបងតែគេឆ្នៃឲ្យគេមើលទេព្រោះវាឆ្នៃហើយគេលែងមើលហើយមើលវាលែងដឹងហើយពិបាកមើលណានឹងថ្មទៅលាបលោតខាត់ប៉ូលីឲ្យលោកខ្លួនឯងស្រឡាញ់ហើយយកមកឲ្យគេមើលឲ្យគេថាដូចចិត្តឯងនឹងអត់កើតទៀតចឹងណាចឹងអាហ្នឹងគឺខ្ញុំនិយាយប៉ុណ្ណឹងបានហើយចឹងអរគុណច្រើនកុំប្រកែប្រកាន់ណាសរុបមកវិញគឺថតឲ្យនឹងដៃថតក្រោមពន្លឺថ្ងៃឲ្យវាច្បាស់គ្រប់ជ្រុងមកកុំស្រឡាញ់តាណាថតតាហ្នឹងហើយទី2គឺថាកុំប្រើផ្លាស់កុំលាបទឹកកុំប៉ូលាកុំអីហើយកុំថតយប់អត់ទេណាប៉ុណ្ណឹងបានចប់ប៉ុណ្ណឹងអរគុណ